នៅចំការ strawberry ដ៏ត្រជាក់ក្នុងប្រទេសកូរ៉េស្រីនាថកំពុងបេះផ្លែឈើទាំងញញឹមនឹកដល់សង្សារសំណប់ចិត្តរត់បរោះកម្មករសំណង់មមួនកំពុងលើកដែកនៅការដ្ឋានមួយទៀតគេជូតញើសហើយមើលរូបថតស្រីនាថក្នុងទូរស័ព្ទយប់ឡើងពួកគេខលវីដេអូកគ្នារត់សន្យាថាបងនឹងខំរកលុយរៀបការជាមួយអូនពេលត្រឡប់ទៅខ្មែរវិញស្រាប់តែមានស្រីស្អាតម្នាក់ឈ្មោះម៉ូនីកាជាកូនស្រីមេការសំណង់ដើរកាត់ហើយសម្លឹងមើលរត់ដោយកែភ្នែកមានល្បិចម៉ូនីកាបងអាប់រត់របងសំណង់អើយខំធ្វើការម្លេះប្រយ័ត្នសង្សារនៅចការមានអ្នកថ្មីបាត់ទៅរត់ទៅតវិញតែមើងម៉ាត់ចិត្តមនុស្សមិនមែនដូចខ្យល់បក់ទេកញ្ញាកុំមកចង់បំបែកបំបាក់អីម៉ូនីកាមិនអស់ចិត្តនាងលួចថតរូបរត់ពេលកំពុងជិតស្និទ្ធជាមួយនាងក្នុងម៉ោងបាយដើម្បីផ្ញើទៅបង្អួតស្រីនាថទទួលបានរូបភាពតាម Facebook នាងស្រក់ទឹកភ្នែកក្នុងចំការលែងមានអារម្មណ៍បេះផ្លែឈើដូចមុនរត់ខលទៅតែស្រីនាថមិនលើកនាងខឹងរហូតដល់ផ្ញើសារថាបើចង់នៅជាមួយកូនតកែក៏ទៅចុះម៉ូនីកាព្យាយាមយកចិត្តរត់ដោយទិញអាហារថ្លៃៗមកឲ្យប៉ុន្តែរត់បដិសេធខ្ញុំញ៉ាំបាយកញ្ចប់ក៏ឆ្អែតដែរម៉ូនីកាប្រើល្បិចថ្មីនាងធ្វើជាដួលឲ្យរត់គ្រាចំពេលដែលស្រីនាថរួចមកសួរសុខទុក្ខរត់ដល់ការដ្ឋានស្រីនាថឃើញទិដ្ឋភាពនោះក៏ស្ទុះទៅណែស្រីម្នាក់នេះដៃជើងមិនសូវល្អឬក៏ចិត្តមិនល្អចង់ដណ្ដើមប្តីគេម៉ូនីកាញឹមចុងមាត់បងរត់គេធុញនឹងក្លិនដីចំការរបស់នាងហើយគេចូលចិត្តក្លិនទឹកអប់ដូចខ្ញុំវិញរត់ប្រឹងបញ្យល់នាថស្ដាប់បងសិននាងដួលខ្លួនឯងទេបងរត់ទៅជួយក្នុងនាមជាមនុស្សរួមការងារស្រីនាថយំរហាមមនុស្សរួមការងារឬមនុស្សក្នុងបេះដូងរូបថតដែលផ្ញើមកនោះតើជាអ្វីរត់ឆ្ងល់ថានរណាផ្ញើគេងាកទៅមើលមុខម៉ូនីកាដែលកំពុងធ្វើពុតជាស្លូតត្រង់ម៉ូនីកានិយាយឌឺអូយបើគេមិនជឿទុកចិត្តគ្នាហើយបែកគ្នាទៅល្អជាងកុំឲ្យហត់ទាំងសងខាងស្រីនាថដើរទៅជិតម៉ូនីកានាងកុំមកចាក់រោគស្នេហ៍យើងសាងមកច្រើនឆ្នាំមិនរលាយដោយសារស្រីចរិតថោកទាបដូចនាងទេរត់ចាប់ដៃស្រីនាថចេញពីទីនោះទុកឲ្យម៉ូនីកាឈរខឹងឡាំប៉ាតែម្នាក់ឯងនៅកណ្ដាលការដ្ឋាននៅសួនច្បារសាធារណៈរត់បង្ហាញសារក្នុងទូរស័ព្ទឲ្យនាថមើលដើម្បីបញ្ជាក់ភាពស្មោះត្រង់របស់គេពួកគេរកឃើញថាម៉ូនីកាលួចចូលគណនី Facebook រត់ដើម្បីផ្ញើសារផ្ដេសផ្ដាស់ទៅនាថម៉ូនីកាមិនព្រមឈប់នាងជួបបងធំនៅកូរ៉េឲ្យមកវាយរត់ដើម្បីធ្វើជាវីរបុរសទៅជួយសង្គ្រោះយកចិត្តគាត់បងធំស្ទាក់ផ្លូវរត់ពេលយប់តែរត់តតាំងវិញយ៉ាងក្លាហានព្រោះគេជាអ្នកប្រដាល់ចាស់មកពីស្រុកម្នាក់ក្នុងចំណោមបងធំសារភាពថាកញ្ញាម៉ូនីកាជាអ្នកជួបពួកខ្ញុំមកទេរត់ស្លងកាំងរត់នាំស្រីនាថទៅជួបឪពុកម៉ូនីកាមេកាដើម្បីរាយការណ៍រឿងគ្រប់យ៉ាងដែលកូនស្រីគាត់បានធ្វើឪពុកម៉ូនីកាខឹងខ្លាំងណាស់គាត់ស្ដីបន្ទោសម៉ូនីកាមិនក៏ឯងថោកទាបម្លេះចង់បានប្តីគេដល់ថ្នាក់ហ្នឹងម៉ូនីកាយ៉ាំសោកបោកខ្លួននាងខ្មាស់គេពេញការដ្ឋានសំណង់ខណៈដែលអ្នករាល់គ្នាដឹងរឿងពិតស្រីនាថលើកលែងទោសឲ្យម៉ូនីកាយកសម្រស់នាងទៅរកអ្នកនៅលាវទៅកុំមកបំបែកបំបាក់អ្នកក្រដូចគ្នាអីរត់នឹងនាថនាំគ្នាទៅដើរលេងនៅកោះជេជូដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែផ្អែមល្ហែមក្រោយព្យុះភ្លៀងរត់សន្យានឹងនាថថាទោះនៅកូរ៉េឬនៅខ្មែរបងនៅតែជាកម្មករសំណង់ដែលស្រឡាញ់ស្រីចំការម្នាក់នេះរហូតពួកគេចាប់ផ្ដើមសន្សំលុយរួមគ្នាដាក់ក្នុងគណនីតែមួយដើម្បីត្រៀមខ្លួនសម្រាប់អនាគតម៉ូនីកាព្យាយាមសំទោសតាមសារតែរត់សម្រេចចិត្តប្លុកចោលដើម្បីកុំឲ្យមានបញ្ហាម្ដងទៀតរដូវរងាមកដល់ស្រីនាថផ្ញើអាវរងាដែលនាងប៉ាក់ដោយដៃទៅឲ្យរត់នៅការដ្ឋានរត់ពាក់អាវនោះទាំងមោទនភាពប្រាប់មិត្តភ័ក្តិថានេះជាទឹកចិត្តប្រពន្ធសម្លាញ់បងមិត្តភ័ក្តិរួមការងារចំណែននឹងរត់ដែលមានសង្សារល្អស្មោះត្រង់មិនប្រែប្រួលស្រីនាថខំរៀនភាសាកូរ៉េបន្ថែមដើម្បីបានប្រាក់ខែខ្ពស់ជាងមុនជួយសម្រាលបន្ទុកគ្រួសាររត់ទទួលបានការលើកទឹកចិត្តក្លាយជាកម្មករឆ្នាំប្រចាំខែនៅការដ្ឋានម៉ូនីកាសម្រេចចិត្តចាក់ចេញពីការដ្ឋាននោះទៅរៀនបន្តនៅក្រៅប្រទេសដើម្បីកែខ្លួនជាថ្មីមុននឹងទៅម៉ូនីកាផ្ញើផ្កាមួយបាច់និងសម្បត្តិសុំទោសពិតប្រាកដទៅកាន់អ្នកទាំងពីរស្រីនាថអានសម្បត្តិហើយញញឹមមនុស្សយើងបើដឹងខុសហើយកែគឺជារឿងល្អបំផុតពួកគេជួបគ្នាជារៀងរាល់ថ្ងៃអាទិត្យនៅព្រះវិហារខ្មែរក្នុងប្រទេសកូរ៉េដើម្បីបួងសួងសុំសេចក្តីសុខរត់លួចទិញចិញ្ចៀនមាសមួយវងទុកឲ្យនាថជាការសន្យាថានឹងរៀបការក្នុងពេលឆាប់ៗស្រីនាថធ្លាក់ខ្លួនឈឺដោយសារអាកាសធាតុត្រជាក់ពេករត់សុំច្បាប់មេការទៅមើលថែនាងរត់ដាំបបរឲ្យនាថញ៉ាំនិងជូតខ្លួនឲ្យនាងយ៉ាងយកចិត្តទុកដាក់បំផុតនាថដឹងខ្លួនឡើងឃើញរត់គេងលក់ក្បែរគ្រែនាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកឪពុកម្ដាយនៅស្រុកខ្មែរបានដឹងរឿងក៏ជូនពរឲ្យពួកគេកាន់តែស្រឡាញ់គ្នាខ្លាំងឡើងកិច្ចសន្យាការងារចិត្តបញ្ចប់ពួកគេត្រៀមខ្លួនរៀបចំវ៉ាលីតត្រឡប់ទៅមាតុភូមិវិញនៅថ្ងៃចុងក្រោយរត់នាំនាថទៅមើលថ្ងៃលិចនៅមាត់សមុទ្រកូរ៉េជាការលាគ្នាពីទឹកដីដែលផ្ដល់ក្តីសង្ឃឹមរត់លុតជង្គង់សុំនាថរៀបការជាមួយបងណាកូឡាបច្ចចំការរបស់បងស្រីនាថយល់ព្រមទាំងទឹកភ្នែករីករាយអ្នកនៅជុំវិញនោះទះដៃអបអរសាទរយ៉ាងខ្លាំងពួកគេហោះហើរត្រឡប់មកដល់ពលានយន្តហោះភ្នំពេញឃើញគ្រួសារចាំទទួលយ៉ាងកក់ក្ដៅពិធីភ្ជាប់ពាក្យត្រូវបានរៀបចំឡើងភ្លាមតាមប្រពៃណីខ្មែរដ៏រុងរឿងរត់ប្រើលុយសន្សំពីកូរ៉េបើកអាជីវកម្មសំណង់ផ្ទាល់ខ្លួនតូចមួយនៅស្រុកកំណើតស្រីនាថប្រើចំណេះដឹងកសិកម្មពីកូរ៉េមកធ្វើចំការ Strawberry
និងបន្លែបៃតងនៅខេត្តមណ្ឌលគិរីរឿងរ៉ាវរបស់ពួកគេក្លាយជាគំរូសម្រាប់យុវវ័យថាភាពស្មោះត្រង់នឹងការតស៊ូនឹងនាំមកនូវសុភមង្គលពិតប្រាកដ